សំឡេងជួងវត្តបន្លឺឡើងក្នុងភាពស្ងប់ស្ងាត់នៃពេលព្រលឹមតែសម្រាប់លោកតាសុកដែលជាអ្នកថែវត្តចំណាស់ម្នាក់វាមិនមែនជាសំឡេងដាស់ឲ្យភ្ញាក់រលឹកក្នុងធម៌អាត់នោះទេវាគឺជាសំឡេងដាស់ការចងចាំដែលលោកចង់បំភ្លេចបំផុតលោកតាសុករស់នៅក្នុងវត្តអារាមនេះជិត30ឆ្នាំមកហើយភារកិច្ចរបស់គាត់គឺបោសសម្អាតរៀបចំចង្ហាន់និងមើលថែទាំកុដិចាស់ៗដែលខូចខាតប៉ុន្តែមានកុដិមួយដែលស្ថិតនៅដាច់ឆ្ងាយពីគេជ្រុងខាងជើងវត្តជាប់នឹងព្រៃរបោះដែលអ្នកស្រុកតែងតែនិយាយតគ្នាថាមានខ្មោចសាហាវណាស់រៀងរាល់យប់ជារឿយៗអ្នកស្រុកតែងតែឮសំឡេងធ្ងន់តិចៗនិងសំឡេងដូចមានអ្វីម្យ៉ាងកោសជញ្ជាំងឈើក្រោមកុដិនោះអ្នកខ្លះថាឃើញស្រមោលខ្មៅធំៗដើរជុំវិញខ្លះទៀតថាឃើញភ្នែកក្រហមច្រាលក្នុងងងឹតជំនឿនេះបានคล้ายជាខែលការពារយ៉ាងរឹងមាំដែលធ្វើឲ្យគ្មាននរណាម្នាក់ហ៊ានចូលទៅជិតទីនោះឡើយសូម្បីតែព្រះសង្ឃអង្គខ្លះក៏ជៀសវាងដែរប៉ុន្តែការពិតដែលលោកតាសុកដឹងហើយខំលាក់ទុកក្នុងជំរឿចិត្តគឺវាមិនមែនជាវិញ្ញាណអសុរកាយអីឡើយកាលពី10ឆ្នាំមុនភូមិដែលធ្លាប់តែសុខសាន្តនេះបានឆ្លងកាត់រឿងរ៉ាវដ៏ខ្មៅងងឹតមួយមានក្មេងស្រីម្នាក់ដែលខ្សោយសតិបញ្ញាត្រូវបានគេធ្វើបាបយ៉ាងឃោរឃៅដោយក្រុមយុវជនដែលជាកូនអ្នកមានអំណាចក្នុងភូមិដើម្បីបិទបាំងកំហុសក្មេងស្រីនោះត្រូវបានគេយកមកលាក់ទុកនិងបង្ខាំងក្នុងបន្ទប់ងងឹតក្រោមកុដិចាស់នោះដោយមានការដឹងឮនិងយល់ព្រមដោយស្ងៀមស្ងាត់ពីសំណាក់មនុស្សចាស់ទុំខ្លះក្នុងភូមិដើម្បីកុំឲ្យខូចឈ្មោះសហគមន៍ពួកគេបានបង្កើតរឿងខ្មោចលងឡើងដើម្បីកុំឲ្យមានអ្នកហ៊ានចូលទៅជិតនិងស្វែងរកការពិតលោកតាសុកគឺជាអ្នកដែលត្រូវបានគេជួលឲ្យយកបាយទឹកទៅឲ្យនាងជារៀងរាល់ថ្ងៃគាត់បានឃើញកែវភ្នែកដ៏ស្លូតត្រង់ដែលពោពេញដោយភាពភ័យខ្លាចគាត់បានឮសំឡេងក្រចកដែលនាងកោសជញ្ជាំងព្រោះចង់ចេញទៅក្រៅមើលពន្លឺថ្ងៃគាត់ចង់ជួយតែភាពក្រីក្រនិងភាពកំសាកបានទាញជើងគាត់ឲ្យនៅស្ងៀមគាត់បានបញ្ឆោតសតិសម្បជញ្ញៈខ្លួនឯងថាការធ្វើតាមបញ្ជាគឺជាការរក្សាសន្តិភាពរហូតដល់ថ្ងៃដែលនាងស្លាប់ទៅដោយការឈឺចាប់និងការបោះបង់ចោលក្នុងទីងងឹតនោះសពរបស់នាងត្រូវបានគេកប់យ៉ាងស្ងាត់បំផុតនៅក្រោមកុដិនោះឯងចាប់តាំងពីថ្ងៃនោះមករឿងខ្មោចលងកាន់តែល្បីខ្លាំងឡើងអ្នកភូមិដែលធ្លាប់ចូលរួមចំណែកក្នុងអំពើអាក្រក់នោះកាន់តែភ័យខ្លាចពួកគេមកវត្តកាន់តែច្រើនធ្វើបុណ្យកាន់តែធំបញ្ច្រកបាយសីនិងឧទ្ទិសកុសលឲ្យខ្មោចដែលពួកគេខ្លាចតាមពិតទៅពួកគេមិនមែនធ្វើបុណ្យដើម្បីសេចក្តីសុខទេគឺពួកគេធ្វើបុណ្យដើម្បីសោកប៉ាន់វិញ្ញាណដែលខ្លួនបានសម្លាប់កុំឲ្យមកតាមលងបន្លាចក្នុងនាមជាអ្នកសង្កេតការណ៍លោកតាសុកឃើញការផ្លាស់ប្ដូរនៃចិត្តសាស្ត្រមនុស្សយ៉ាងច្បាស់មនុស្សម្នាក់ដែលដើរកាត់កុដិនោះតែងតែងាកមើលដោយក្តីបារម្ភពួកគេមើលឃើញស្រមោលពួកគេឮសំឡេងពីព្រោះពួកគេចង់ឮវាការភ័យខ្លាចខ្មោចវាស្រួលជាងការទទួលស្គាល់ថាខ្លួនជាឃាតករវាងាយស្រួលជាងក្នុងការជឿថាមានបិសាចនៅក្នុងវត្តជាងការទទួលស្គាល់ថាមានបិសាចកំពុងរស់នៅក្នុងចិត្តខ្លួនឯងរៀងរាល់យប់លោកតាសុកអង្គុយនៅមាត់ទ្វារកុដិរបស់គាត់សម្លឹងទៅកាន់កុដិចាស់នោះគាត់ដឹងថាខ្មោចដែលសាហាវបំផុតមិនមែនជាវិញ្ញាណដែលមិនព្រមទៅចាប់ជាតិទេប៉ុន្តែគឺជាការចងចាំដែលមិនព្រមរលាយបាត់វត្តអារាមដែលគួរតែជាទីសក្ការៈនៃការពិតបែរជាคล้ายជាកន្លែងផ្ទុកនៅការភូតភរដ៏ធំធេងបំផុតនៅទីបញ្ចប់មនុស្សម្នាក់ក្នុងភូមិសុទ្ធតែមានកុដិខ្មោចលងរៀងខ្លួននៅក្នុងចិត្តកន្លែងដែលពួកគេយកទុកទោសនិងភាពអាក្រក់ទៅលាក់ទុករួចគ្របវាដោយពាក្យថាកម្មផលឬព្រលឹងសាហាវលោកតាសុកដកដង្ហើមធំដៃបោះសម្រាមដែលធ្លាក់លើដីវត្តតែក្នុងចិត្តគាត់ដឹងច្បាស់ថាសម្រាមនៅក្នុងចិត្តមនុស្សទោះបោះយ៉ាងណាក៏មិនជ្រះដែរដរាបណាយើងនៅតែចិញ្ចឹមខ្មោចដើម្បីបិទបាំងការពិតភាពស្ងប់ស្ងាត់នៃវត្តអារាមមិនមែនមានន័យថាសន្តិភាពនោះទេប៉ុន្តែជារឿយៗវាគឺជាសំឡេងនៃអាថ៌កំបាំងដែលគ្មាននរណាម្នាក់ហ៊ាននិយាយចេញមក